ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនាហើយនឹងតាមដានរាល់វីដេអូរបស់ខ្ញុំដែលផ្សព្វផ្សាយចេញទៅនិយាយអំពីឱសថបុរាណខ្មែរដែលខ្ញុំបានចែករំលែកជូនបងប្អូនទុកធ្វើជាចំណេះដឹងក្នុងការយកឱសថបាទដែលខ្ញុំបានចែកចាយនឹងទៅព្យាបាលលើរូបរាងកាយរបស់ពុកម៉ែបងប្អូនហើយឱសថដែលខ្ញុំផ្សព្វផ្សាយមួយនេះគឺមានឈ្មោះថាចិញ្ចក់ឆ្អែសឬក៏នគររៀនបាទមានបងប្អូនខ្លះគាត់ហៅបាទកន្ទ្រាំងខែឈ្មោលពុកម៉ែបងប្អូនហ្នឹងហើយប៉ុន្តែកន្ទ្រាំងខែឈ្មោលឬក៏ឈ្មោះផ្សេងទៀតហ្នឹងគឺខ្ញុំមិនដែលធ្លាប់ឮគ្រូខ្ញុំពីមុនគាត់ហៅទេប៉ុន្តែមកខាងក្រៅនេះគឺឃើញមានបងប្អូនគាត់ហៅជាច្រើនបាទមានហៅតាមឈ្មោះផ្សេងគ្នាទៅអ្នកខ្លះហៅបាទកន្ទ្រាំងខេត្តឈ្មោលទៅហើយអ្នកខ្លះហ្នឹងក៏ហៅចិញ្ចក់ឆ្អែសទៅឬក៏នគររៀនទៅពុកម៉ែបងប្អូនណាប៉ុន្តែតាមពិតឈ្មោះដែលត្រឹមត្រូវហ្នឹងគឺចិញ្ចក់ឆ្អែសឬក៏នគររៀនពុកម៉ែបងប្អូនណាហើយថ្នាំនេះវាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពពុកម៉ែបងប្អូនទាំងមូលគឺគេប្រើរុក្ខជាតិទាំងមូលគេប្រើចំពោះជំងឺរលាកទូទៅជំងឺអាឡែស៊ីច្រមុះជំងឺហូរឈាមដោយរបួសកើតបោះក្អកបាទបោះខ្នល់ឬក៏ជំងឺសើស្បែកស្ត្រីធ្លាក់ឈាមក្រោយឆ្លងទន្លេគ្រុនក្តៅឈឺក្បាលវិលមុខរលាកថ្លើមចែងថ្ងៃគ្រុនចាញ់រលាកផ្លូវបង្ហូរនំលាក់នឹងលាក់បាទហើយកម្រិតប្រើហ្នឹងគឺពុកម៉ែបងប្អូនប្រើចន្លោះពី20ក្រាមទៅ40ក្រាមស្ងួតណាពុកម៉ែបងប្អូនហ្នឹងហើយបន្ទាប់ពីពុកម៉ែបងប្អូនហាលឲ្យស្ងួតទៅពុកម៉ែបងប្អូនដាក់ដាំជាមួយទឹកដែលពីចន្លោះ20ក្រាមទៅ40ក្រាមហ្នឹងគឺដាក់ទឹកក្នុងចន្លោះពី1លីត្រកន្លះទៅ2លីត្រពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនស្ងោរវាឲ្យពុះបាទរំងាស់បន្តិចទៅទុកឲ្យរាងខាតបន្តិចហើយពុកម៉ែបងប្អូនលើកយកមកទុកឲ្យត្រជាក់ហើយយកមកពិសាណាហ្នឹងហើយពិសាហ្នឹងគឺมันប៉ះពាល់អ្វីទេហ្នឹងណាมันមានចំនួនកំណត់ថាំងត្រូវប៉ះពាល់ថ្លើមប៉ះពាល់រំលងនោមឬក៏ប៉ះពាល់អីផ្សេងទៀតទេថ្នាំទាំងអស់បើសិនថ្នាំខ្មែរទាំងអស់បើសិនតែយើងប្រើលក្ខណៈត្រឹមត្រូវបាទតាមការណែនាំរបស់គ្រូឱសថបុរាណគឺมันប៉ះពាល់សុខភាពទេកុំឲ្យតបងប្អូននិយាយថាប៉ះពាល់សុខភាពនេះប៉ះពាល់សុខភាពនោះឬក៏ធ្វើឲ្យពុលថ្លើមពុលតម្រងនោមឬក៏ពុលប្រមាត់អីអាហ្នឹងអត់ទេមកពីការចែករំលែកតគ្នានឹងมันមានចំណេះដឹងច្បាស់លាស់ចាស់យករុក្ខជាតិដែលបុរាណបានបន្សល់ទុកឲ្យទៅធ្វើបាតណាបាត់ណីអាហ្នឹងវាអត់ត្រូវទេណាពុកម៉ែបងប្អូនណាហ្នឹងហើយឱសថបុរាណក៏ដោយឱសថសម័យទំនើបក៏ដោយបើសិនតែយើងអត់មានវិជ្ជាបញ្ជាឬក៏គ្រូណាជាបង្គោលប្រាប់ក្នុងការប្រើប្រាស់បានត្រឹមត្រូវគឺយើងមិនអាចយកទៅប្រើបាត់ណាបាត់ណីទេ